អស់រយៈពេល75ឆ្នាំហើយដែលទឹកដីកម្ពុជាក្រោមស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាមអតីតខេត្តខ្មែរទាំង21នេះត្រូវបានបារាំងកាត់ឲ្យវៀតណាមនៅថ្ងៃទី4ខែមិថុនាឆ្នាំ1949ដើម្បីលើកទឹកចិត្តវៀតណាមខាងត្បូងប្រឆាំងចលនាកុម្មុយនីសវៀតណាមខាងជើងដែលដឹកនាំដោយលោកហូជីមីញតើកម្ពុជាក្រោមបាត់បង់ដោយរបៀបណាថ្ងៃនេះខ្ញុំសូមលើកយកប្រវត្តិសង្ខេបអំពីការបាត់បង់ទឹកដីកម្ពុជាក្រោមជូនប្រិយមិត្តដើម្បីបានស្វែងយល់បន្ថែមទឹកដីកម្ពុជាក្រោមដែលបារាំងហៅថាកូសាន់ស៊ីងបានចាប់ផ្ដើមបាត់បង់បន្តិចម្ដងចាប់តាំងពីរាជព្រះបាទជ័យជេដ្ឋាទី2សតវត្សទី17មកម្លេះស្ដេចអង្គនេះមានមហេសីជាកូនស្ដេចស្រីអាណាមបានអនុញ្ញាតឲ្យលំហូរជនជាតិវៀតណាមចូលមករស់នៅក្នុងព្រៃនគរនៅឆ្នាំ1834មុនពេលបារាំងចូលមកដាក់អាណានិគមនៅឥណ្ឌូចិនកម្ពុជាបានបាត់បង់ទឹកដីកម្ពុជាក្រោមស្ទើរតែទាំងស្រុងលើកលែងតែស្រុកទ្រាំងដែលបានបាត់បង់នៅឆ្នាំ1840ហើយបារាំងប្រកាសកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាមនៅឆ្នាំ1949ដែលមានឯកសារច្បាប់ជាសម្អាងគឺច្បាប់ដែលសភាបារាំងអនុម័តនៅថ្ងៃទី4ខែមិថុនាឆ្នាំ1949ប៉ុន្តែគេក៏ទទួលស្គាល់ផងដែរថាច្បាប់ឆ្នាំ1949នោះមិនមែនកាត់ទឹកដីកម្ពុជាក្រោមចេញពីកម្ពុជាប្រគល់ឲ្យវៀតណាមនោះទេព្រោះថាទឹកដីកម្ពុជានេះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជារាប់រយឆ្នាំមកហើយនៅឆ្នាំ1845នៅពេលដែលព្រះបាទអង្គឌួងឡើងគ្រងរាជ្យនគរខ្មែរត្រូវបានបាត់បង់ឯករាជ្យស្ទើរតែទាំងស្រុងពេលនោះកម្ពុជាស្ថិតក្រោមការត្រួតត្រារបស់នគរសៀមនិងនគរអាណាមនគរសៀមនិងនគរអាណាមមានគោលបំណងយកទន្លេមេគង្គដែលហូរកាត់ពាក់កណ្ដាលផ្ទៃប្រទេសកម្ពុជាបច្ចុប្បន្នមកធ្វើជាព្រំប្រទល់របស់ខ្លួនសូមបញ្ជាក់ផងដែរថានគរសៀមនិងនគរអាណាមបានបង្ខំឲ្យព្រះបាទអង្គឌួងចុះកិច្ចព្រមព្រៀងកាត់ខេត្តភាគខាងលិចទៅឲ្យសៀមនិងទទួលស្គាល់ឲ្យវៀតណាមបន្តកាន់កាប់ទឹកដីកម្ពុជាក្រោមបន្តទៅទៀត